រឿងដំបូងដែលបុរសបានធ្វើនៅពេលគាត់ចេញពីគុកបន្ទាប់ពីជ្រើសរើសម៉ាស៊ីនដេរគឺត្រូវមករកទីផ្សារទេពកោសល្យដើម្បីរកការងារធ្វើប៉ុន្តែតាមពិតគាត់បានកំណត់ប្រាក់ខែប្រចាំខែចំនួន 50,000 ប្រាក់ខែមួយឆ្នាំជាមុនមិនឆ្ងាយទេពីស្ពីអ្នកសាយចំអប់ដាក់គាត់ពេលឃើញរឿងនេះគិតរឿងលុយនឹងឈួតបានសម្រេចថាគ្មាននរណាម្នាក់ជួលគាត់ទេតើអ្នកណាបានដឹងនៅពេលនោះស្ត្រីស្រស់ស្អាតម្នាក់បានចេញពីឡានហើយបានទៅត្រង់ស្តង់របស់បុរសខ្ញុំត្រូវការអង្គរៈតើអ្នកចាប់អារម្មណ៍ទេបុរសនោះបានថតរូបសញ្ញានោះហើយឆ្លើយថាគាត់ចាប់អារម្មណ៍ដរាបណាគាត់មានលុយគ្រប់គ្រាន់ស្ត្រីស្រស់ស្អាតនិយាយថាប្រាក់ត្រូវតែគ្រប់គ្រាន់ខ្ញុំខ្លាចអ្នកមិនមានសមត្ថភាពគ្រប់គ្រាន់ក្មេងប្រុសហ៊ាបនឹងក្រោកឡើងហើយបង្ហាញពីកម្លាំងរបស់គាត់បុរសខ្លាំងម្នាក់ស្រាប់តែរត់ទៅចាប់យកមុខជំនួយគាត់រើសអត់ពីដីហើយទះវាលើថ្ងាសឥតបានបែកជាពាក់កណ្ដាលពួកគេនិយាយថាពួកគេមិនត្រូវការ 50,000 នាក់ទេដរាបណា30,000អាចយកវាទៅផ្ទះបាន Ronnie Jane ហ៊ូត្រូវបានគេស្គាល់ថាជាអាហារក្បាលខ្លាខិនស្ត្រីស្រស់ស្អាតបានយកកាតរបស់គាត់ហើយគិតថាវាល្អនេះគឺជាអ្នកគ្រប់គ្រងក្រុមហ៊ុនសន្តិសុខគាត់ក៏នាំមកនៅគូប្រជែងខ្លាំងពីរមួយគឺប្រាក់ខែប្រចាំខែរបស់ស្ដេចជើងចាស់ដែលបានតស៊ូអស់រយៈពេលជាច្រើនឆ្នាំ 50,000 គាត់គឺជាអ្នកជំនាញព្រួញដោយដៃខាងហើយដៃខាងទៀតគឺជាខ្សែក្រវ៉ាត់ខ្មៅនៅក្នុងការ៉ាតេដូប្រាក់ខែប្រចាំខែ 80,000 គ្រាន់តែទាត់មួយអាចសម្លាប់គោបានអ្នកគ្រប់គ្រងនិយាយថាពួកគេពូកែជាងបុរសនៅតូបលក់តាមដងផ្លូវណែនាំស្ត្រីស្រស់ស្អាតកុំគិតម្ដងទៀតក្មេងប្រុសគ្រាន់តែមើលពួកគេសម្ដែងដោយស្ងប់ស្ងាត់នោះពីរទើបតែក្រោកឈរប្រជាជន 350.000 អ្នកនៅទីនេះនិង 80.000 អ្នកនៅទីនេះសុទ្ធតែសម្រាមក្បាលខ្លាខិនមានរាងសំប៉ែត10ហើយក្បាលទី1មិនត្រូវគ្នាគាត់ដល់ក្មេងប្រុសនោះប៉ុន្តែលទ្ធផលយេមនុស្សគ្រប់គ្នាភ័យខ្លាចឈួតនៅពេលពួកគេបានឃើញរឿងនេះពួកគេមិនដែលរំពឹងថាបុរសនោះមើលទៅខ្សោយទេតាមពិតគាត់បានបង្ក្រាបបុរសខ្លាំងម្នាក់ដោយចលនាតែមួយអ្នកគ្រប់គ្រងខ្លាចបាត់បង់អាជីវកម្មជំរុញឲ្យ 80.000 ឡើងទៅវីក្មេងប្រុសនោះ 80,000 អ្នកត្រូវខំគ្របកាំភ្លើងសៀវជាងសានអាអន់ចិត្តហើយហ៊ាបនឹងវីប្រហារប៉ុន្តែត្រូវបានប្រោះដោយស្រាមួយមាត់ព្រះបានដាក់វាធ្វើបាបរហូតដល់ស្លាប់ចលនាមួយទៀតដើម្បីកម្ចាត់គូប្រជែងមានសម្លេងទេដៃយ៉ាងកក់ក្ដៅនៅកន្លែងកើតហេតុពួកគេទាំងអស់សរសើរជំនាញល្អរបស់ក្មេងប្រុសហើយនារីស្រស់ស្អាតពេញចិត្តនឹងគ្រប់ផ្នែករបស់ក្មេងប្រុសភ្លាមនោះបាននាំគាត់ទៅវិឡាដើម្បីជួបថៅកែយុវជនរូបនេះមិននឹកស្មានថាប្រមុខក្រសួងជានារីដែលនៅតែមានមន្តស្នេហ៍ហើយគាត់ក៏ជាប្រធាននៃអស់ធានយូសុងធានយូបន្ទាប់ពីលោកសុងបានដឹងអំពីស្ថានភាពនេះគាត់ពិតជាបាននិយាយថាគាត់នឹងមិនមែនជាអង្គរៈទេប៉ុន្តែក្នុងនាមជាគូដណ្ដឹងក្មេងប្រុសស្ទើរតែបាត់បង់គំនិតនៅពេលគាត់ឮវាមិនគួរឲ្យជឿក្នុងការសួរនៅពេលនរណាម្នាក់មិនមានវូសុងតែងតែរកឃើញថាពាក្យទាំងនោះមិនច្បាស់បានពន្យល់យ៉ាងឆាប់រហ័សថាវាជាពេលដែលគូដណ្ដឹងកូនស្រីរបស់គាត់ប្រែថាកូនស្រីរបស់គាត់នៅសាលាពាណិជ្ជកម្ម3 ខែដើម្បីបញ្ចប់ការសិក្សាតែពេលនេះក្រុមនេះកំពុងជួបបញ្ហាខ្លះពួកគេខ្លាចនរណាម្នាក់ធ្វើបាបកូនស្រីរបស់ពួកគេនោះហើយជាមូលហេតុដែលខ្ញុំបានស្នើសុំឲ្យបុរសនោះការពារប្រាក់ដោយសម្ងាត់ក្នុងនាមជាគូដណ្ដឹងរបស់គាត់បន្ទាប់មកជំនួយការបានឆ្លងកាត់បែបបទហើយបញ្ជូនក្មេងប្រុសទៅសាលារៀនគាត់ត្រូវបានស្វាគមន៍ដោយនារីស្រស់ស្អាតម្នាក់គ្រូបានរំហឹមគាត់ថានិស្សិតភាគច្រើននៅមហាវិទ្យាល័យគឺមកពីគ្រួសារអ្នកមានខ្ញុំសង្ឃឹមថាបុរសថ្មីនៅទីនេះហើយព្យាយាមមិនធ្វើឲ្យពួកគេអាក់អន់ចិត្តក្មេងប្រុសសន្យាគោរពតាមនឹកស្មានមិនដល់ក្មេងនេះមើលគ្រូវិនាទីបន្ទាប់នឹងផ្លាស់ប្ដូរច្បាប់ហើយស្នើសុំព័ត៌មានទំនាក់ទំនងរបស់គ្រូបង្រៀនមិនងាយបដិសេធទេទុកលេខទូរស័ព្ទរបស់អ្នកហើយនាំក្មេងប្រុសទៅថ្នាក់រៀនក្នុងពេលដំណើរគ្នាផ្កាសាលាសុងយូយ៉ានក៏ទទួលបានព័ត៌មានថាគ្រួសាររបស់គាត់បានរៀបចំគូដណ្ដឹងឲ្យគាត់ប្រឆាំងយ៉ាងខ្លាំងចំពោះអាពាហ៍ពិពាហ៍ដែលបានរៀបចំដូច្នេះខ្ញុំបានសុំមិត្តរួមការងាររបស់ខ្ញុំឈ្មោះយ៉ាយើជួយដោះស្រាយជាមួយក្មេងប្រុសជាមួយគ្នាដើម្បីឲ្យភាគីម្ខាងទៀតអាចដកថយបានយ៉ាយើបានសន្យាគាត់មិនបានដឹងថាមិនយូរប៉ុន្មានគាត់នឹងចាស់ទេនៅពេលគ្រូដើរក្មេងប្រុសចូលក្នុងថ្នាក់រៀនយ៉ាយើត្រូវបានភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយក្មេងប្រុសសង្ហាហើយវាមានអារម្មណ៍ដូចជាទឹកសាវ៉ូបន្ទាប់មកយុវជននោះបានណែនាំខ្លួនគាត់ហើយនិយាយថាឈ្មោះចុងក្រោយរបស់គាត់គឺចេនខ្ញុំបានហៅពីឈ្មោះនេះចាប់តាំងពីទីហោឋាន8យ៉ាយើខ្ញុំចាំបានភ្លាមថាគាត់ត្រូវបានចាប់ខ្លួននិងចាប់ពង្រត់កាលពី1ឆ្នាំមុនពេលវេលាដ៏សំខាន់គឺនៅពេលដែលស្ដេចកងកម្លាំងពិសេសបានបង្ហាញខ្លួនទាន់ពេលវេលាដើម្បីជួយសង្គ្រោះគាត់នឹងមិនដែលភ្លេចតួលេខសង្ហានោះទេហើយឈ្មោះបាក់ម្ខាងទៀតគឺឆេនបៃហួនគ្រាន់តែនៅពេលដែលយ៉ាយើសប្បាយចិត្តជាសម្ងាត់ដែលបានជួបវីរៈបុរសដ៏អស្ចារ្យរបស់នាងយុវជនរូបនេះបានបន្តណែនាំថាគាត់មានអត្តសញ្ញាណមួយទៀតនោះគឺជាគូដណ្ដឹងរបស់សុងយូយ៉ានដរាបណាពាក្យទាំងនេះចេញមកមនុស្សគ្រប់គ្នាស្រឡាំងកាំងទាំងអស់គិតថាក្មេងប្រុសនេះមានបញ្ហាធំគ្រាន់តែសុងយូយ៉ានជានារីដែលបងឡងចូលចិត្តគ្មាននរណាម្នាក់នៅក្នុងសាលាទាំងមូលមិនហ៊ានផ្ដល់ឲ្យគាត់នៅមុខទេប្រកាសណាស់ក្មេងប្រុសទើបតែដើរទៅខាងសុងយូយ៉ានហើយត្រៀមខ្លួនអង្គុយចុះនិស្សិតមានបញ្ហាម្នាក់ឈ្មោះស៊ីជីនៅក្បែរគាត់បានមករកកំហុសព្រមមានក្មេងប្រុសមិនឲ្យប៉ះសុងយូយ៉ានហើយបានបញ្ជាឲ្យគាត់ដើរតាមពីក្រោយគាត់យ៉ាងឆាប់រហ័សបើមិនដូច្នោះទេបុរសនោះនឹងបាត់ពីសាលាធុរកិច្ចអ្នកណាដឹងថាក្មេងប្រុសនោះមិននៅទេតតែសោះលោកក៏បាននិយាយផងដែរថាការត្រួតត្រាលោកនឹងត្រូវអង្គុយនៅក្នុងតំណែងនេះចាប់ពីពេលនេះទៅនិស្សិតផ្សេងទៀតគិតថាក្មេងប្រុសនោះបានស្លាប់ហើយអ្នកគួរតែដឹងថាឆេជីមិនត្រឹមតែជាសមាជិកនៃក្លឹបក្បាច់គុនប៉ុណ្ណោះទេក៏មានការគ្រប់គ្រងពីបងប្រុសឡុងសុងជូយួរក៏បានទីថាក្មេងប្រុសនេះប្រហែលជាខ្លាចក្នុងការមើលនៅពេលក្រោយមានតែយ៉ាយ៉ាអូប៉ុណ្ណោះដែលដឹងថាក្មេងប្រុសនេះមានអំណាចហើយមិនមានការព្រួយបារម្ភអ្វីទាំងអស់ហើយស៊ីជីឃើញថាអ្នកចំណូលថ្មីហ៊ានក្រអឺតក្រទុំជាមួយនឹងការបញ្ជាទិញប្អូនប្រុសបានផ្លាស់ប្ដូរប៉ុន្តែលទ្ធផលគឺវេទនាទាំងស្រុងពួកគេទាំងអស់ត្រូវបានគេវីនឹងដីទល់មុខគ្នាស៊ីជីបានរើដំបងវីបាល់ហើយវីពីខាងក្រោយដំបងវីកូនបាល់បានខ្ទាស់ក្មេងប្រុសនេះក៏ខឹងយ៉ាងខ្លាំងដែរដោយមានក្នុងដៃស៊ីជីត្រូវបានគេសង្កត់លើតុខ្វេឆៅចាប់យកជីវិតគ្រប់ប្រភេទ